គ្រូខ្ញុំបាទធ្វើនៅហេលីថ្ងៃនេះខ្ញុំមកធ្វើលំហាត់សម្រាប់បន្ទុក final នេះគឺជា collection generic នេះគឺជា dictionary នេះគឺជា dictionary នេះគឺជា key dictionary នេះសិត key dictionary តាមនេះជា list នេះប្រភេទវាគឺជា array list នេះចឹងកូដហ្នឹងមើលថាណាទៅកាលពីនៅសាលាគ្រូបញ្យល់ហើយអញ្ចឹងបាច់នេះគាត់ឲ្យយើងបង្ហាញកូដទៅបានហើយនេះយើងវាខ្លះយើង research ខ្លួនឯងទៅប៉ុណ្ណឹងវាបីទេនេះគឺជា key dictionary មើលតាមឡងទៅនេះហើយនេះគឺជាវ៉ានេះសម្រាប់នៅពេលដែលវាមានប្រភេទតន័យច្រើនអញ្ចឹងយើងដាក់វ៉ាមួយទៅវាកូដវាពេលទៅប្រភេទអីក៏វាយកបានដែរតោះមកយើង console write line that ហើយនេះ day key វាហើយយើងប្រើ for x ទៀតយើងដាក់វ៉ាសារតែវានៅពេលដែលdata ប្រភេទតន័យវាច្រើនទៅយើងដាក់វ៉ាទៅកុំឲ្យវាញ៉ៃនេះគឺជា s0 s1 នេះយើងប្រកាសហៅពួកនឹងមកនេះ1 2 3 4 5 1 6 ចឹងចាប់ពី0ទៅរាប់ដល់6ដែរនេះ0 index 0 index 1 index 2 index 3 index 4 index 5ចឹងវាមានប៉ុណ្ណឹងហើយយើងហៅវាមកវិញឥឡូវយើងចូលដំណើរការទៅនេះ date ថ្ងៃទី26 07 16នេះ st001 student 001 dara 20 through 8 16ម៉ោង 2:10 ត្រូវហើយហ្នឹងហើយត្រូវហើយ21សុខា21 fall 0 10ហ្នឹងថ្ងៃហ្នឹងត្រូវចឹងតា19 true 8.2ត្រូវដល់ពេលថ្ងៃទី17តារា20 true 8.15នេះសុខា21 true 8នេះតា19នេះចុង fall ចុងបាន 7.55ពេលថ្ងៃទី18 student 1តារា20 true 758ដល់ពេលសុខា21ចុងបាន8ពេលនេះ19ទៀត true ចុងបាន0អញ្ចឹងកូដនឹងមានប៉ុណ្្នឹងសូមអរគុណលោកគ្រូ